សួស្តីនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីរបៀបយើងធ្វើ opening stock ឬក៏ import stock ថ្មីបាទអញ្ចឹងរបៀបធ្វើគឺទីមួយយើងចូលទៅ inventory បាទបន្តមកទៀតយើងចូលទៅ product ហើយយើងចូល product អញ្ចឹងយើងមើល product របស់យើងសិនតើយើងមាន product អីគេខ្លះហើយproduct ទាំងអស់ហ្នឹងវាមាន quantity នៅជាក់ស្ដែងនេះសារយើងទំមាន product ថ្មីអញ្ចឹងវាអត់ទាន់មាន quantity ទេអញ្ចឹងគោលបំណងដែលយើងធ្វើនេះគឺយើងបញ្ចូល quantity ហ្នឹងបាទអញ្ចឹងដើម្បីធ្វើការតម្លើង opening stock បានអញ្ចឹងទីមួយយើងត្រូវមាន template ដើម្បីធ្វើការ import ជាក់ស្ដែងបើយើងធ្វើមួយក៏បានដូចគ្នាគ្រាន់តែថាវាយូរបាទអញ្ចឹងវិធីសាស្ត្រដែលលឿនគឺយើង import តថាយើង import product ទាំងអស់ហ្នឹងយើងចុច select មកបាទបន្តមកទៀតយើងចុច export បន្ទាប់មកយើង clear field ដែលអត់សំខាន់ចោលដូចជា product code អីហ្នឹងយើងដកចេញទៅយើងទុកទៅឈ្មោះមួយបានហើយបាទបន្តមកទៀតយើង export បាទអញ្ចឹងយើង export មកយើងចុច save មកបាទអញ្ចឹងយើងចុចចូលមួយមកបាទអញ្ចឹងយើងបាន product ទាំងអស់ដែលមាននៅក្នុង system របស់យើងបាទបន្តមកទៀតយើងនៅខាងលើនេះយើងដាក់ឈ្មោះដាក់ name ហ្នឹងក៏បានឬក៏យើងដាក់ product ទៅដោយសារតែនៅក្នុង system របស់យើងពេលយើង import ចូលយើងត្រូវចាប់ field product ហ្នឹងឲ្យវាត្រូវគ្នាបាទបន្តមកទៀតយើងដាក់ location អញ្ចឹងតើ location នេះយើងទៅយកមកពីណាជាក់ស្ដែងពេលយើង import product គឺយើងត្រូវការ location ដើម្បីដឹងថាយើងត្រូវ store ហ្នឹងនៅក្នុង location មួយណាអូខេអញ្ចឹងយើងចូលទៅដើម្បីមើល location យើងចូលទៅ configuration យើងយក location អញ្ចឹងយើងឃើញ location របស់យើងទាំងអស់បាទអញ្ចឹងកន្លែងហ្នឹងយើង copy ឈ្មោះមកយើង copy ឈ្មោះlocation ហ្នឹងមកឧទាហរណ៍ថាយកឈ្មោះហ្នឹងមកហើយនៅក្នុង Excel របស់យើងដាក់មកយើងដាក់ឈ្មោះហ្នឹងមកបើយើងដាក់ទាំងអស់យើង select ទាំងអស់ចឹងមកប៉ុន្តែបើយើងដាក់ខ្លះហើយដាក់ខ្លះយើងដាក់location ផ្សេងយើងអាច copy location ផ្សេងមួយទៀតមកយើងដាក់អញ្ចឹងទៅបាទទៅទៀតយើងទាញឧទាហរណ៍យើងទាញចូលទាំងអស់ចឹងអូខេអញ្ចឹងយើងមើលជាក់ស្ដែងអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់អញ្ចឹងចុះបាទអញ្ចឹងយើងចុច save មកបាទមួយទៀតfield មួយទៀតគឺquantity on hand យើងដាក់quantity on hand ឬក៏យើងដាក់ចេះក៏បានដែរយើងដាក់ counted quantity quantity បាទអានឹងជាចំនួនដែលយើងត្រូវបញ្ចូលទៅដល់នឹង quantity ហ្នឹងបាទអញ្ចឹងយើងដាក់មកដល់យើង10ឯងជាឧទាហរណ៍ខ្ញុំដាក់10ទាំងអស់ចឹងដើម្បីងាយស្រួលបាទអញ្ចឹងយើងចុច save តែប៉ុណ្្នឹងមកយើងចុច save អញ្ចឹងយើងបិទវិញហើយយើងចូលមក system របស់យើងអញ្ចឹងបន្តមកទៀតយើងត្រូវ import វាចូលអញ្ចឹងដើម្បី import វាយើងចូលទៅកាន់ operation ហើយយើងយក inventory adjustment អញ្ចឹងកន្លែងនេះកន្លែងយើងធ្វើ adjustment stock ចូលបាទអញ្ចឹងចុច create មួយមកអញ្ចឹងកន្លែងនេះយើងដាក់ description មកឧទាហរណ៍ថាយើងដាក់ដើម្បីសម្គាល់ខ្លួនឯងណាបាទ opening stock for July 2026ចឹងចុះបាទបន្ទាប់ទៀតយើង select location អញ្ចឹងចាប់ location របស់យើងដែលយើងចង់ដាក់ហ្នឹងមកជាក់ស្ដែងយើងមាន2 location អញ្ចឹងយើងចាប់តែ2ហ្នឹងក៏បានដែរបាទយើងចាប់តែ2ហ្នឹងមកហើយកន្លែងនេះកន្លែងrecord នៅក្នុង accounting date អញ្ចឹងអានេះជាក់ស្ដែងនៅពេលដែលយើងទៅឡើង opening វានឹង record នៅ inventory adjustment ឲ្យយើងមួយនៅក្នុង accounting ដែរអញ្ចឹងកន្លែងនេះយើងចាប់ជាក់ស្ដែងមកតើខ្ញុំ select យកថ្ងៃនេះចុះបាទហើយកន្លែងនេះបើសិនជាយើងមាន quantity នៅក្នុង stock ស្រាប់ណាអញ្ចឹងវានឹងបង្ហាញ quantity ដែលមាននៅក្នុង stock ហ្នឹងឲ្យយើងឃើញពេលយើងចុច
validate ចុច start inventory បាទតែដោយសារយើងថ្មីយើងយក default ទៅ0នៃថា quantity 0ទាំងអស់បាទអញ្ចឹងតែប៉ុណ្្នឹងមកយើងចុច start inventory អញ្ចឹងកន្លែងនេះយើងត្រូវ create យើង create មួយក៏បានប៉ុន្តែដោយសារជាស្ដែងយើងមាន file ហើយអញ្ចឹង file ហ្នឹងគឺគោលបំណងគឺ import កន្លែងហ្នឹងយើងចុច import ហើយយើងទៅរក file ហ្នឹងមកបាទឧទាហរណ៍នេះបាទអញ្ចឹងយើង load file ហ្នឹងមកអញ្ចឹងនេះអញ្ចឹងឃើញវាចាប់ឲ្យ auto fill ខាងលើនេះអញ្ចឹងយើង check មើលទៅអូខេត្រឹមត្រូវហើយយើងអាច test មើលបានបាទទៅទៀតយើងចុច import ចូលតែម្ដងបាទអញ្ចឹងយើងឃើញកន្លែង counted quantity នេះ10នេះបាទជាស្ដែង quantity on hand នេះអត់ទាន់មានទេដោយសារយើងអត់ទាន់ validate អញ្ចឹងពេលយើងចុច validate ปุ๊ប quantity on hand វានឹង update ឲ្យយើងទៅតាម counted quantity នេះបាទអញ្ចឹងឥឡូវយើងអូខេហើយយើង validate អូខេអញ្ចឹងកន្លែងនេះវាបង្ហាញនៅ mistake មួយចំនួនដោយសារតែមាន product ខ្លះដែលវាមាននៅ lot serial អញ្ចឹង product ហ្នឹងគឺជាស្ដែងគឺយើង import របៀបផ្សេងគ្នាបើសិនជាវាមានអញ្ចឹងយើងអាច skip វាចោលសិនអត់ឲ្យខ្ញុំ discard វាទៅជាស្ដែងយើងមានរបៀប import មួយផ្សេងទៀតអញ្ចឹងខ្ញុំសូមដកវាចេញយើងលុបក៏បានឬក៏យើង set quantity ទៅ0ក៏បានដែរអញ្ចឹងវាអត់ប៉ះពាល់ទេអូខេអញ្ចឹងយើងប៉ុណ្ណឹងមកយើងចុច validate អូខេអញ្ចឹងពេលយើងចុច validate យើងឃើញកន្លែងនេះវារត់មកបង្ហាញយើងទាំងអស់បាទអញ្ចឹងពេលយើងទៅមើលនៅ product វិញអានេះមានន័យថាតែប៉ុណ្ណឹងគឺយើងជោគជ័យហើយបាទអញ្ចឹងយើងចូលទៅមើល product មកអូខេអញ្ចឹងនេះអញ្ចឹងយើងឃើញ quantity on hand 10ទាំងអស់បាទលើកលែងតែនេះ product មួយនេះ0ដោយសារវា track លើ lot serial បាទអញ្ចឹងនេះជារបៀបយើង import stock ឬក៏តម្លើង opening balance បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណ